មនុស្សអាចភ្លេចគុណអ្នកដទៃតែមនុស្សមិនអាចភ្លេចការសងសឹករបស់អ្នកដទៃនេះធម្មជាតិរបស់មនុស្សសាមញ្ញមនុស្សបើតសើអាចភ្លេចបើយើងតសើគេអាចភ្លេចពេលមួយក្នុងជីវិតតែបើយើងមើលងាយគេប្រមាថការទៀនទៅអានោះអត់ភ្លេចទេហើយអ្នកនោះថ្ងៃណាមួយនឹងមកប្រហារលោកហើយតែនឹងច្បាស់ហ្មងមនុស្សអាចភ្លេចគុណអ្នកដទៃតែមនុស្សមិនអាចភ្លេចការសងសឹករបស់អ្នកដទៃនេះធម្មជាតិរបស់មនុស្សសាមញ្ញពួកអ្នកកំពូលមនុស្សដូចជាព្រះពុទ្ធអីលោកបំភ្លេចចោលហើយរឿងទាំងអស់នេះតែមនុស្សធម្មតាដូចពួកយើងនេះអត់ភ្លេចទេអត់អីទេឯងកាលធ្វើការនៅអាស៊ានអីសាលាហ្នឹងឯងមើងងាយអញឯងមើលមនុស្សណាទៀតណាមនុស្សណាអស់លោកក្នុងជីវិតអាត្មាធ្លាប់ស្អប់មនុស្សម្នាក់រហូតដល់រាល់ថ្ងៃស្អប់ដល់រាល់ថ្ងៃជិត40ឆ្នាំស្អប់រឿងអីរឿងអំបុកមកក្តាប់នៅក្មេងឆ្នាំ8ជាងអស់លោកឃ្លានណាស់ក្នុងស្រុកសង្គ្រាមគេដាល់អំបុកវាឃ្លានវាញ័រខ្លួនវាឃើញគេដាល់អំបុកវាឃ្លានយើងវាក្មេងវាឃ្លានចឹងទៅឈួរចិត្តគេដាល់ឈួរនឹងឈួរឲ្យគេឲ្យមិនតែមិនហ៊ានសុំគេឲ្យមែនគេឲ្យហើយភ្ជាប់នឹងពាក្យមួយថាយេអាឡាហាមនេះកម្មមិនតន់ដល់ហើយមិនក៏មិនមកយកមកក្តាប់ចេញឆ្ងាយយូរមែនបុកនឹងយូរទៅចាក់ចោលក្នុងស្រែហើយក្នុងចិត្តថាជាមួយអញធំឡើយសម្រាប់អាតានេះនៅចិត្តនោះនៅពីតូចសាហាវដល់ប៉ុណ្ណឹងញ័រទៅត្រូវចឹងអត់ស៊ីអាបុកនឹងហើយស្អប់រហូតដល់រាល់ថ្ងៃហើយអាត្មាព្យាបាលដួងចិត្តនឹងអត់ជារហូតដល់ថ្ងៃរឿងនេះវាកើតមាននៅក្នុងជីវិតហើយអស់លោកក៏ធ្លាប់កើតដែរអាត្មាដឹងទន្ទឹមនឹងការស្អប់តែនឹងក៏ធ្លាប់ដឹងគុណមនុស្សដទៃដែលបង្ហាញសេចក្តីល្អរបស់